Bà số đây bằng con ngàn năng nhom miền mà sân muối mà đá cứ mà sân Lenovo IdeaPad Center bà sân ấy cứ mà sân nhiều quạt tinh tư giờ về để chỉ buồn phèm khá quạt bạn chẳng chẳng như thưa ca đo mới cứ đo được trong trắng còn là chỉ cần mình tịch máu khăn lỡ tiếng tinh bị lơ một bọn tinh bị lơ máu cứ đo chạy nhẹ chẳng như khơi nhà vì miền trời nơi bị cối chắp cho mùi nâng tù là bỏ mà sân orange bốn bà hay bật đèn đầy nó cứ chia bật đèn đầy trố nằm mây ỏi computer nó vì mùa pro mà sen màu việt nó nơi khang chơi việt ngọc chẳng rồng chạm một lần máu cứ tại bật đèn đáy nằm mây chập chỉ mùi nâng tù hàng mà sen nó ở việt đang mùa mong bỏ chẳng như thưa cả đo mà đồng muối trái bao việt nó cứ phải chỉ đọc có đọc y tế hay cầu việt số đó đây mong bỏ vì trái thông vì mình đôi chỉ trái laptop tụi vì miền tụm hôm tràn anh ấy vì miền tai mùi tụm hôm tí những đỏ máu đã cô lời kia các bạn này mìnhจะ lòng tiêu bộ hay computer này cứ chỉ vào page cái hai thằng computer on vốn hay vì mình rồi nhảy đôi chỉ thùng hay motor đào nhảy trong ca việt score đặt sai đất ấy vì bộ bà chẳng cái tinh mà xin computer nó mùi máu cứ hơi sạp tay mình đó đặt là lời tốt cứ pra ban tay mình đó hay tại tôi là computer này vìបញ្ហាទៅលើនិយាយរួម computer ភ្ញៀវគាត់បើកចេញបងប្អូន computer ភ្ញៀវគាត់បើកចេញគាត់យកមកឆែកមើលតើវាបញ្ហាអីប្រកបអញ្ចឹងទៅលើ software គឺយើងអត់ឆែកទេដោយសារវាបើកចេញអញ្ចឹងយើងធ្វើការដោះមើលតើ hardware មួយណាដែលវាមានបញ្ហាដែលធ្វើឲ្យ computer ហ្នឹងបើកចេញបងប្អូនអញ្ចឹងយើងធ្វើការដោះមកហើយខ្សែហ្នឹងយើងដកចេញមកបកចេញមកបងប្អូនបកតាមខ្ញុំមកបើសិនជា computer បងប្អូនមានបញ្ហាធ្វើដូចខ្ញុំមកបងប្អូនឆែកម្ដងមួយទៅបញ្ហាអីគេហើយវាមានស្គុតបិទខ្សែជាមួយនឹងបន្ទះដែកយើងទៅការឆ្កឹះបន្ទះដែកពីលើមកបានវាចេញបងប្អូនឆ្កឹះខាងលើបន្តិចមកវាចេញហ្នឹងហើយយើងទៅការឆ្កឹះបន្ទះដែកគឺឆ្កឹះពីលើមកដោយសារវាមានកលឹះពីលើបន្តិចអូខេបន្ទាប់ពីឆ្កឹះមកយើងមើលឃើញថា computer នេះវាមាន slot RAM ដល់ទៅ2បងប្អូនយើងអាច up RAM មកដើមទៀតហើយស៊ីនចេញពីរោងចក្រមកគឺមានតែប៉ុណ្្នឹងទេបងប្អូនមាន RAM មកដើម hard disk មកដើម hard disk ប្រភេទជា hard disk NVMe បងប្អូន NVMe PCIe ហ្នឹងគឺជាប្រភេទ hard disk តែមួយទេហើយជំហានដំបូងយើងត្រូវការជូតជើង RAM តែតួអង្គការជូតជើង RAM ហ្នឹងបងប្អូនទៅតែយកក្រដាសកាសែតឬក្រដាសសភៅយើងហ្នឹងឬក្រដាស RAM យើងជូតជើង RAM បងប្អូនហាមដាច់ខាតកុំយកកណាត់ជូតអ្វីផ្សេងគឺកុំយកជូតអាចនឹងដាច់ chip RAM បងប្អូនហើយបន្ទាប់ពីយើងដាក់ RAM ចូលវិញយើងឆែកមើលម្ដងទៀតយើងដាក់ power ចូលហើយធ្វើការបើកម្ដងទៀតតើវាប្រកាសថាជា RAM មែនអត់បើសិនជាមែនបញ្ហា RAM ទេយើងអាចឆែកទៅលើ hard disk ទៀតពេលខ្លះ hard disk ខូចបងប្អូន hard disk ខូចវាឆ្លងបងប្អូន chip hard disk ឆ្លងអញ្ចឹងធ្វើឲ្យ computer ហ្នឹងក៏អាចបើកចេញដែរហើយជាទូទៅ computer បើកចេញដូចជា laptop ដូចជា desktop អីបញ្ហាទៅលើ RAM វា load ភ្លើងប្រមាណដងវាប្រាប់ជាសញ្ញា RAM ហើយពេលខ្លះមិនថាម៉ាស៊ីនអីគេបញ្ហាទៅលើ RAM ហ្នឹងវាឆ្លងអាចបើកចេញដែរអញ្ចឹងជាក់ស្ដែងយើងជួបជាង RAM computer បើកចេញមែនបងប្អូនអញ្ចឹងបញ្ហាគឺបញ្ហា RAM អញ្ចឹងធ្វើការបិទហើយយើងធ្វើការចាប់សន្ទះចូលវិញហើយយើងរៀបខ្សែហើយចាប់សន្ទះខាងក្រោយឲ្យរៀបរយតាមលំដាប់លំដោយដែលក្រុមហ៊ុនរៀបចំមកផលិតមកអញ្ចឹងដំបូងយើងធ្វើការដកខ្សែ power បងប្អូនបើសិនជា computer បងប្អូនបើអត់ចេញធ្វើតាមខ្ញុំទៅងាយទេបងប្អូនហើយបើផ្ទះខាងក្រោយហ្នឹងឆ្កឹះដូចខ្ញុំវីដេអូពីដើមមកគឺឆ្កឹះបន្តិចទេឆ្កឹះតែបន្តិចមកវាអត់មានខ្ចៅមានអីមូលទេអាប្រទេសខាងក្រោយអាគម្របខាងក្រោយរបស់វាហ្នឹងវាអត់មានខ្ចៅទេវាមានកលឹះបន្តិចក៏អាចឆ្កឹះពីលើមកសោកដៃបន្តិចមកបងប្អូនសោកដៃពីលើមកបន្តិចមកឆ្កឹះមកព្រោះហើយមកវាមានកលឹះរបស់វាទាញមកហើយវាអត់មានខ្ចៅទេបងប្អូនអញ្ចឹងយើងត្រូវការបិទចរត្រជាក់ពីលើ hard disk ហើយជារួមវាអាចជួយបាន
40 ទៅ 50% ដែរទុកកម្ដៅដើម្បីឲ្យហាក់ឌីសហ្នឹងពេលខ្លះអាចជួយកុំឲ្យវាឆាប់ខូចបងប្អូនតែវាក្ដៅយូរទៅវាអាចខូចហាក់ឌីសអញ្ចឹងវាមានប្រទេសជ័រមួយហើយបន្ទាប់មកយើងធ្វើការបិទប្រទេសដែកប្រទេសដែកហ្នឹងគឺជាប្រទេសដែកទប់លំនឹងឲ្យកុំព្យូទ័រហ្នឹងមកបងប្អូនហើយយើងធ្វើការចាប់ខ្ចៅម្ដងមួយមកឲ្យគ្រប់ខ្ចៅរបស់រោងចក្រផលិតនឹងចាប់ចូលក្នុងកុំព្យូទ័រហ្នឹងវិញបងប្អូនហើយកុំព្យូទ័រហ្នឹងបងប្អូនគឺ model របស់វាហ្នឹងគឺ Lenovo IdeaPad Center បងប្អូនគឺជាប្រភេទ all in one ទិញកុំព្យូទ័រនេះមួយគឺស្រួលបងប្អូនតម្លៃវាក៏មិនថ្លៃដែរអាចឆែកនៅលើ website បានតម្លៃវាមកគួរសមមកល្មមអាចទិញប្រើបានវាអត់ដូចកុំព្យូទ័រ desktop យើងមាន monitor ផ្សេងអាធុងនោះផ្សេងយើងដោតទៅវាខ្សែរញ៉េរញ៉ៃវាពិបាកអានេះទិញមួយគឺមួយហ្មងដាក់នៅលើតុហើយប្រើយកបរោយអត់មានជាបញ្ហាអីធំដុំអីឲ្យបងប្អូនពិបាករឿងខ្សែញ៉េរញ៉ៃអតាយទេអញ្ចឹងយើងត្រូវការបិទឲ្យស្អាតដោយរោងចក្រគេបិទមកឲ្យស្អាតតាមដាប់ណយស្អាតអីអញ្ចឹងមកបាទបងប្អូននឹងហើយយើងត្រូវការបិទគម្របវាវិញការបិទគម្របរបស់វាហ្នឹងក៏មិនពិបាកដែរដាក់ឲ្យស្មើសកត់ទៅចូលងាំវាហើយអាហ្នឹងវាមិនពិបាកទេបងប្អូនបើសិនជាមានបញ្ហា model ដូចខ្ញុំអញ្ចឹងអាចដោះឆ្កឹះដូចខ្ញុំអញ្ចឹងឆែកមើលថាវាបញ្ហាអីឆែកមើលមួយងាយស្រួលទេវាមិនពិបាករឿងដោះទេកុំព្យូទ័រ Lenovo IdeaPad Center ប្រភេទនេះបន្ទាប់ពីយើងដាក់រួចហើយយើងធ្វើការបើកម្ដងទៀតបងប្អូនបើកមើល make sure ថាវាចេញឬអត់នេះមិនមែនថាដាក់ចូលហើយខលឲ្យភ្ញៀវមកយកទេបងប្អូនយើងធ្វើការឆែកទៅលើ software មួយតង់ទៀតទៅយើងតាក់ទងទៅភ្ញៀវមកយកបន្ទាប់ពី hardware ហើយយើងឆែកទៅលើ software ទៀតអញ្ចឹងយើងធ្វើការដោតខ្សែ power ហើយបើកវាមកយើង make sure ថាកុំព្យូទ័រហ្នឹង update driver ហើយនៅអញ្ចឹងកុំព្យូទ័រវាចាប់ផ្ដើម start up ចូល Windows ហើយវិធីដំបូងយើង go to Windows and Security យើងឆែកមើលតើ driver វាគ្រប់ហើយនៅបើសិនជាគ្រប់ហើយយើងគ្រាន់តែ download app វាមួយមក download app វាមួយមក app របស់វាហ្នឹងគឺ Lenovo OneTake ហ្នឹងគឺប្រភេទ Lenovo laptop Lenovo ឬ desktop all in one ក៏ដោយគឺវា support ទាំងអស់វាអត់រើសទេប្រើទៅលើ app ហ្នឹងមួយហ្នឹងហើយ app ហ្នឹងគឺយើង control ទៅលើ sound ទៅលើ audio មានច្រើនទៅលើ power យើងឆែកមើលឃើញថាវានៅសល់ឃើញហើយបងប្អូនវា load មកឃើញនៅសល់firmware បងប្អូន firmware ហ្នឹងគឺ firmware BIOS របស់កុំព្យូទ័រហ្នឹងបងប្អូនយើងធ្វើការ update ឲ្យចប់ពេលវា update ចប់វា alert ឲ្យយើង restart តែមុននឹង restart យើងត្រូវ download app វាមួយមកដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺ app ឈ្មោះរបស់វាហ្នឹងគឺ Lenovo OneTake យើងចូលទៅ down នៅ Microsoft Store បងប្អូនគ្រប់កុំព្យូទ័រដែលប្រើ Windows គឺមាន Microsoft Store ហើយបងប្អូនគឺមាន Microsoft Store ដើម្បីឲ្យយើង download app របស់វាហ្នឹងមករាល់ brand ទាំងអស់តែងតែ download ពី Microsoft Store បងប្អូនអញ្ចឹង Lenovo ក៏មានដែរ Lenovo OneTake ឈ្មោះរបស់វាអញ្ចឹងយើងធ្វើការ download Lenovo នឹងឲ្យចប់មកបានយើងចុច restart កន្លែង Windows Security កន្លែង Windows Update ខាងលើហើយខាងស្ដាំវាមានដាក់ឲ្យយើងចុច restart បន្ទាប់ពីយើង download ចប់យើងចុច restart ទៅបងប្អូននេះយើងធ្វើការចុច restart អូខេអញ្ចឹងយើងចាប់ផ្ដើមចុច restart ទេបងប្អូនបន្ទាប់ពី restart មកគឺវានឹង load ចូល auto តែម្ដង load ចូល update firmware តែម្ដងអូខេហ្នឹងហើយ load ចូលបងប្អូនហ្នឹងហើយនេះបងប្អូនវា load ចូលក
កុំព្យូទ័រដែលយើងចូលអាប់ដេតBIOS របស់វាអញ្ចឹងបងប្អូនហាមដាច់ការកុំឲ្យចុចបិទវាហ្នឹងវាអាប់ដេតBIOS របស់វាបើចុចបិទវាអាប់ដេតឲ្យគ្រប់គ្រាន់វាអាចបញ្ហាទៅដល់កុំព្យូទ័របើអត់ចាញ់វាតាក់ទងទៅ CPU ទៀតបងប្អូនអញ្ចឹងកន្លែងហ្នឹងយើងរៀងដាក់ឲ្យញាប់បន្តិចបងប្អូនវាយើងយូរចូល5 10 20នាទីយូរដែរអាប់ដេតកន្លែងហ្នឹងហើយបន្ទាប់មកវាចាប់តាម start up ចូលដល់ Windows ហើយអញ្ចឹងវាឆែកតែប៉ុណ្្នឹងទេបងប្អូនការងារប៉ុណ្្នឹងទេ